ហើយបន្ទាប់មកហ្នឹងសាច់រឿងបានកើតរៀងឃើញនៅថ្ងៃថ្មីហើយថ្ងៃនេះដែរអូតាជាមួយនឹងមិត្តភក្តិរបស់គេពីរនាក់ណាដល់ពេលដែលគេដើរទៅរៀនសក់ហ្នឹងគឺស្រាប់តែបានជួបជាមួយនឹងទូស្រីរបស់យើងនៅនាងកំពុងទៅលេងព្រៃហើយមានជាមួយនឹងរូបកតុកតាមួយផងដែរហើយដល់ពេលនោះដែរអូតារបស់យើងហ្នឹងក៏បានគិតថានឹងធ្វើបាបនាងទៀតហើយមកបែបហ្នឹងក្នុងខ្លួនមានតែកំណត់ធ្វើបាបគេរហូតហើយគេក៏បានគិតថានឹងយកដុំទឹកកកមួយហ្នឹងទៅពញាក់នាងដើម្បីនាងភ័យខ្លាចហើយមិនទាន់នឹងបានធ្វើបាបនាងផងគឺស្រាប់តែទូស្រីរបស់យើងហ្នឹងក៏បានយកដុំទឹកកកហ្នឹងមកគប់ក្បាលរបស់គេមុនដែលធ្វើឲ្យគេហ្នឹងណាគឺពិតជាខឹងខ្លាំងមែនទែនហើយក៏បានសួរថានាងហ្នឹងយកដុំទឹកកកហ្នឹងមកគប់ក្បាលរបស់គេធ្វើអីហើយញ៉ាំបានណារបស់យើងហ្នឹងបានប្រាប់ថានាងបានឃើញថាអូតាហ្នឹងកាន់ដុំទឹកកកមួយហើយនាងខ្លាចថាអូតាគប់នាងទៅនាងហ្នឹងគប់គេមុនអូតាគេឃើញឱកាសល្អបែបនោះគេក៏បានបបួលទូស្រីរបស់យើងហ្នឹងលេងដុំទឹកកកដោយគេហ្នឹងនឹងរកវិធីដើម្បីធ្វើបាបនាងហើយនៅពេលនោះដែរគេបានគិតថានៅពេលលេងគប់ទឹកកកហ្នឹងហើយនៅពេលនោះដែរនាងច្បាស់ជារអិលជាងដួលជាមិនខានទៅគឺថាគិតឲ្យងាយហ្មងបែបហ្នឹងគឺតែគេហ្នឹងល្ងងឯងធ្វើបាបមែនយ៉ាប់មកបែអូតាហើយនៅពេលនោះដែរខ្ញាហ្វាដារបស់យើងហ្នឹងនាងក៏បានគប់អូតាហើយមានណាគឺថាគប់គេខុសតែធ្វើឲ្យអូតាហ្នឹងគេបានចិត្តតែម្ដងហើយគេក៏បានសុចមកឲ្យនាងទីហើយជួនជាពេលហ្នឹងដែរគឺស្រាប់តែមានដុំទឹកកកមួយយ៉ាងធំបានធ្លាក់មួយចំក្បាលរបស់គេដែលធ្វើឲ្យអូតាហ្នឹងគេពិតជាមិនអស់ចិត្តសោះនិយាយទៅបែបហ្នឹងធ្វើបាបគេតែមានណាគឺថាកម្មតាមទើនរហូតដល់សំហើយនៅពេលដែរមិត្តភក្តិរបស់គេពីរនាក់សាប់តាជាមួយនឹងគូរੂគេឃើញបែបនោះគេគិតថាមិនដល់ហើយណាយើងចូលរួមលេងនឹងគេទៅហើយនៅពេលនោះដែរគេបានចូលរួមលេងជាមួយនឹងទូស័យរបស់យើងដោយពួកគេទាំង3នាក់ហ្នឹងគឺបានព្រួតដៃគ្នាគឺធ្វើបាបអូតាតែម្ដងដែលធ្វើឲ្យអូតាហ្នឹងគឺពិតជាខឹងខ្លាំងមែនទែនហើយដែលធ្វើឲ្យមិត្តភក្តិរបស់គេហ្នឹងគឺពិតជាអស់សំណើចជាមួយនឹងអូតាខ្លាំងមែនទែននិយាយទៅគឺថាមិត្តភក្តិរបស់អូតាហ្នឹងក៏ដែរកាន់ជើងអូតាហ្នឹងទេគឺថាចូលរួមមួយទូស័យរបស់យើងធ្វើបាបអូតារហូតដោយសារតែអូតារបស់យើងហ្នឹងខូចខ្លាំងពេកតែសំមកសំបីតែមិត្តភក្តិខ្លួនឯងហ្នឹងក៏អត់កាន់ជើងដែរទៅមកហ្នឹងសាច់រឿងរបស់គេក៏បានកាត់ឲ្យយើងឃើញកាលពីអតីតកាលពីពួកគេនៅកុមារភាពតែគ្រាន់តែឃើញភ្លាមហ្នឹងគឺយើងមិនចាំបាច់ឆ្ងល់នោះទេក្មេងប្រុសដែលកាន់កញ្ចែងចេកហ្នឹងគឺជាអូតាហ្នឹងហើយព្រោះថាគេណាថារបបតាំងពីក្មេងហ្នឹងគឺថាលេងអីគឺចម្លែកខុសគេអីចឹងអ្នកគ្រូហ្នឹងក៏បានមកស្ដីឲ្យអូតាហ្នឹងគឺលេងអីប្លែកខុសពីគេអីចឹងទោះបីជាអូតារបស់យើងហ្នឹងលេងអីប្លែកខុសគេក៏ដោយប៉ុន្តែមិត្តរួមថ្នាក់របស់គេទាំងអស់គ្នាគឺសិតសឹងតែចូលចិត្តអូតាតែម្ដងហើយព្រោះថាគេគឺតែងតែធ្វើឲ្យមិត្តភក្តិរបស់គេសប្បាយរីករាយហើយនៅពេលនោះដែរពេលដែលអូតាគេកំពុងតែរត់លេងជាមួយនឹងមិត្តភក្តិរបស់គេណាស្រាប់តែគេហ្នឹងក៏លេចឃើញជាមួយនឹងទូស្រីរបស់យើងដែលនាងកំពុងតែអង្គុយម្នាក់ឯងនិយាយទៅគឺថាទូស្រីរបស់យើងនាងតែងតែចូលចិត្តលេងម្នាក់ឯងដោយភាពស្ងៀមស្ងាត់តាំងពីក្មេងអីចឹងពេលនោះដែរអ្នកគ្រូក៏បានហៅពួកគេហើយពួកគេហ្នឹងបបួលទូស្រីរបស់យើងនឹងលេងដែរទៅពួកគេក៏បានប្រាប់ថាគឺពួកគេអត់ចេះលេងជាមួយនឹងទូស្រីរបស់យើងនឹងទេព្រោះថានាងក៏អត់ដែរញញឹមសោះទោះបីជាពួកគេទាំងអស់គ្នាព្យាយាមនិយាយហើយនឹងលេងសើចជាមួយនាងក៏ដោយប៉ុន្តែនាងមិនងាយនិយាយហើយនឹងញញឹមបីឡើយតែមកហ្នឹងអូតាគេក៏បានមកឈរមើលនាងហើយមិនតែប៉ុណ្ណោះតែគឺបានបោះកញ្ចែងចេកទៅជប់នឹងក្បាលរបស់នាងទៀតចំណែកឯទូស្រីរបស់យើងហ្នឹងគឺមិនធម្មតាដែរហ្នឹងឃើញអត់មុនអញ្ចឹងទេប៉ុន្តែនាងគឺបានក្រឡោះកញ្ចែងចេកហ្នឹងមកជាប់ជាមួយនឹងអូតាធ្វើឲ្យអូតាស្អាតនឹងចង់ប្អូនគេអស់មកសាលាតែម្ដងហើយបន្ទាប់មកហ្នឹងអូតាក៏បានបបួលនាងទៅលេងនៅខាងក្រៅជាមួយនឹងមិត្តភក្តិព្រោះថាគេចង់ធ្វើឲ្យនាងគឺមានភាពសប្បាយរីករាយដូចជាសារតីអីចឹងមិនតែប៉ុណ្ណាអូតាហ្នឹងគេក៏បានពយល់ទៅកាន់នាងផងដែរថាឲ្យនាងគឺព្យាយាមនិយាយហើយនឹងធ្វើអ្វីដែលនាងចូលចិត្តទៅកុំនៅធ្វើតែម្នាក់ឯងអីចឹងហើយបន្ទាប់មកហ្នឹងអូតាក៏បានដាក់ដៃនាងចាញ់មុខក្រៅដែលធ្វើឲ្យមិត្តភក្តិទាំងអស់គ្នាហ្នឹងក៏ស្រឡាញ់កម្មផងដែរព្រោះថាអូតាអាចបបួលនាងបានចាញ់មុខក្រៅហើយនៅពេលនោះដែរអូតាហ្នឹងក៏បានប្រាប់ឲ្យទូស័យរបស់យើងហ្នឹងនិយាយអ្វីមួយទៅហើយនៅពេលនោះគឺថាទូស័យរបស់យើងគឺនាងស្ទាក់ស្ទើរខ្លាំងមែនទែនអញ្ចឹងហើយក៏បានប្រាប់ថានាងចង់លេងជាមួយនឹងពួកគេផងដែរចំណែកមិត្តភក្តិរបស់គេហ្នឹងនៅពេលតែលឺនាងនិយាយបែបនោះភ្លាមគឺពួកគេក៏បានប្រាប់ថាគឺមិនអីនោះទេព្រោះគេហ្នឹងក៏ចង់លេងជាមួយនឹងទូស្រីរបស់យើងផងដែរបន្ទាប់មកហ្នឹងពួកគេទាំងអស់គ្នាក៏បាននាំគ្នារត់លេងយ៉ាងសប្បាយរួមជាមួយនឹងទូស្រីរបស់យើងផងដែរហើយបន្ទាប់ពីពួកគេរត់លេងហើយហ្នឹងទូស្រីរបស់យើងនាងក៏បានឃើញអូតាកំពុងតែចង់ជួបអ្នកគ្រូប៉ុន្តែដឹងថាគេហ្នឹងមានរឿងអ្វីនោះទេបន្ទាប់មកហ្នឹងពេលយប់ក៏បានមកដល់ហើយទូស្រីរបស់យើងហ្នឹងនាងក៏បានគិតអំពីរឿងរ៉ាវពីថ្ងៃផងដែរនាងមានអារម្មណ៍ថាកាលពីថ្ងៃហ្នឹងគឺនាងពិតជាសប្បាយរីករាយខ្លាំងមែនទែនដោយបានលេងជាមួយនឹងមិត្តភក្តិរបស់នាងព្រោះថាពីមុនហ្នឹងគឺនាងអត់ដែលបានចូលរួមលេងជាមួយនឹងមិត្តភក្តិរបស់នាងពីមុននោះឡើយហើយគឺនាងបានគិតថានៅថ្ងៃស្អែកនាងនឹងអរគុណទៅកាន់អូតាព្រោះថាអូតាហ្នឹងឯងទៅធ្វើឲ្យនាងបានទទួលនៅក្តីស្រឡាញ់ហើយនឹងភាពរីករាយជាមួយនឹងមិត្តភក្តិរួមថ្នាក់ហើយថ្ងៃស្អែកក៏បានមកដល់ហើយនៅពេលដែលជួបជុំគ្នាហ្នឹងគឺស្រីរបស់យើងក៏បានព្យាយាមរកទៅកាន់អូតាប៉ុន្តែក៏អត់ឃើញអូតានោះឡើយបន្ទាប់មកហ្នឹងអ្នកគ្រូក៏បានចូលមកដល់ក៏បានប្រាប់ថាពេលនេះគឺលែងមានអូតានៅទីនេះទៀតហើយព្រោះថាអូតាគេបានផ្លាស់ប្ដូរទីលំនៅហើយដែលធ្វើឲ្យសិស្សគ្រប់គ្នាហ្នឹងគឺពិតជាភ្ញាក់ផ្អើលនិងស្រឡាញ់កាន់ខ្លាំងមែនតើអូតាគឺជាមនុស្សម្នាក់ដែលពួកគេតែងតែស្រឡាញ់ខ្លាំងណាស់ព្រោះថាអូតាតែងតែផ្ដល់នូវភាពរីករាយជាមួយនឹងពួកគេតែប៉ុណ្ណោះសម្បីតែអ្នកគ្រូហ្នឹងក៏គាត់អត់សប្បាយចិត្តផងដែរជាពិសេសហ្នឹងថាទូស្រីរបស់យើងហ្នឹងឯងដែលនាងគឺពិតជាមិនសប្បាយចិត្ត
សោះនៅពេលឮដំណឹងនេះភ្លាមហើយមិនតែប៉ុណ្ណោះនាងក៏បាននឹកឃើញនៅពាក្យសម្ដីដែលអូតាបាននិយាយប្រាប់នាងផងដែរដោយគេបានប្រាប់ថានាងធ្វើអ្វីដែលនាងចង់ធ្វើហើយនឹងប្រាប់អ្វីទៅកាន់អ្នកដែលនាងចង់ប្រាប់ហើយនៅពេលនោះនាងបានប្រាប់ថាអ្វីដែលនាងចង់ប្រាប់នោះគឺនាងគឺចូលចិត្តអូតាបែបនេះហើយនៅពេលដែលអូតារត់រឿងនាងឬក៏យកមកកាន់នាងគឺនាងមិនដែលខាងនឹងប្រកាន់ទៅកាន់អូតានោះឡើយព្រោះអីគេថាទូស្រីរបស់យើងក្រាស់គេតាំងពីក្មេង